ប្រទេសផ្សេងគេធ្វើហើយគេលក់ជា share គេលក់ជាភាគអូនគេលក់ជាបនហើយមូលបត្រគេលក់ជាសន្ទុះស្គាល់ទៅពាក្យបច្ចេកទេសនេះគឺជាត្រូវគិតគូរអំពីនវានុវត្តន៍នៅការប្រមូលគៀកោថវិកាបាទសួស្តីប្រិយមិត្តខ្ញុំថ្ងៃនេះពិតជាមានសេចក្តីរីករាយមែនទែនដោយបានឃើញคลิปវីដេអូមួយដែលថ្នាក់ដឹកនាំកម្ពុជាគឺសម្ដេចធិបតីហ៊ុនម៉ាណែតលោកបានលើកយកផែនការបានជំរុញនៅផ្សារមូលបត្រកម្ពុជាបានដោយគៀងកវិស័យឯកជនមួយចំនួនដើម្បីឲ្យចូលរួមនៅក្នុងផ្សារវិហ៊ុនហើយបានបំផុសអំពីផ្សារហ៊ុននេះបាននៅក្នុងការប្រជុំសភានេះបានអញ្ចឹងគឺអ្វីដែលខ្ញុំសប្បាយចិត្តហ្នឹងគឺអ្វីដែលខ្ញុំបានគិតហើយវិភាគក៏ដូចជាការលើកឡើងបាទយើងដឹងស្រាប់នៅក្នុងវីដេអូមុនខ្ញុំបានលើកឡើងអំពីការពេលដល់ពេលវេលាដែលយើងថាត្រូវគិតអីហ្នឹងបានអំពីសារហ៊ុនហ្នឹងនៅអេពីសូតមុនដូចខ្ញុំបានលើកឡើងអញ្ចឹងដល់ពេលនេះឃើញថាសម្បត្តិថ្នាក់ដឹកនាំដែលអាណត្តិថ្មីនេះលោកក៏បានឃើញវាជាកត្តាយុទ្ធសាស្ត្រមួយក្នុងការជំរុញវិស័យឯកជនដើម្បីឲ្យមានសមត្ថភាពគៀងកទុនដើម្បីឲ្យពង្រឹងសក្តានុពលវិស័យឯកជនណាបានអញ្ចឹងជាក់ស្ដែងខ្ញុំក៏បានធ្លាប់លើជាព័ត៌មានមកដែរមួយរយៈមុននៅពេលដែលកម្ពុជាយើងបានត្រៀមដឹកនាំប្រតិភូទៅចរចារឿង tariff បាទឬក៏ពន្ធបរិការនៅសហរដ្ឋអាមេរិកបានដូចជាបានលើថានឹងលើកយកអំពីវិស័យមូលបត្រនេះទៅនិយាយជាមួយនឹងភាគីអាមេរិកដែរតែខ្ញុំអត់បានដឹងថាជាក់ស្ដែងបាននិយាយរឿងនឹងអត់ទេនៅពេលដែលទៅចរចាហើយក៏មិនបានជាលើជាលទ្ធផលអីមកវិញហើយជាជាប់និយាយរឿងផ្សេងច្រើនជាងឬក៏យ៉ាងម៉េចដែរប៉ុន្តែគាត់ថាពេលនេះគឺវាជាក់ច្បាស់ណាស់បាទដែលប្រមុខថ្នាក់ដឹកនាំកម្ពុជាដែលយល់ឃើញអំពីសក្តានុពលនៃវិស័យមួយនេះបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំមានខ្លីប៉ុណ្ណឹងហើយបាទហើយយើងនឹងជួបគ្នានៅអេពីសូតក្រោយបាទជាក់ស្ដែងខ្ញុំត្រូវចេញអេពីសូតតទៀតទេប៉ុន្តែដោយសារថ្ងៃនេះជាមានព័ត៌មានថ្មីដែរខ្ញុំក៏ថាខ្ញុំចង់ចេញវីដេអូនេះឲ្យតន់សភាពការមួយទៅដែរចំពេលដែលថ្នាក់ដឹកនាំយើងគាត់បានមើលឃើញអំពីថាប្រយោជន៍ហើយនឹងក៏មានគោលដៅឬក៏ផែនការក្នុងការជំរុញវិស័យមូលបត្រនេះឲ្យកាន់តែរីកចម្រើនបាទសូមអរគុណយើងនឹងជួបគ្នានៅអេពីសូតក្រោយទៀតបាទអរគុណ